lẽ khăn ở trongจำนำlẽ khăn ផ្សេងទៀតដែលយើងគិតថាដែលមានអានុភាពដ៏អស្ចារ្យគឺលក្ខខណ្ឌផ្លូវចិត្តនឹងឯងត្បិតយើងបានជ្រាបជាហោហែហើយថាចិត្តរបស់មនុស្សនេះគឺលោកប្រៀបប្រដូចទៅជាម៉ាស៊ីនដ៏អស្ចារ្យបំផុតប៉ុន្តែវាត្រូវការជឿឆ្អាលនិងការយកចិត្តទុកដាក់បំផុតតាមពិតអ្នកគឺជាអ្វីដែលអ្នកគិតហើយអ្នកខ្លាយទៅជាអ្វីដែលអ្នកគិតបើអ្នកចង់ផ្លាស់ប្ដូរជីវិតអ្នកត្រូវតែផ្លាស់ប្ដូរអ្វីដែលបានគិតនៅក្នុងចិត្តរបស់អ្នកពោលបើអ្នកចង់ធ្វើជាអ្នកឈ្នះអ្នកត្រូវគិតឲ្យដូចជាអ្នកឈ្នះសមត្ថភាពផ្លូវចិត្តរបស់អ្នកគឺវាបានពុំសំងំនៅក្នុងខួរក្បាលរបស់អ្នកហើយបើអ្នកគិតពីខួរក្បាលរបស់អ្នកដូចជាសាច់ដុំអ្នកអាចមើលឃើញពីសារៈសំខាន់នៃការហាត់ប្រាណជាប្រចាំដើម្បីរក្សាវាទុកនៅក្នុងលក្ខខណ្ឌដ៏សមស្របលំហាត់ប្រាណគឺវាល្អសម្រាប់ខួរក្បាលនិងចិត្តរបស់អ្នកនេះគឺវាបង្ខំឲ្យមានការប្រើនៃការគិតទៀតសោតគឺអាចបត់បែនដូចជាអ្វីមួយដែលងាយស្រួលបញ្ហាធម្មតានៅពេលដែលយើងគិតមើលតែជ្រុងនៃទុក្ខវិបាកយើងក៏នឹងឃើញតែបណ្ដុំនៃភាពអវិជ្ជមានប៉ុន្តែបើយើងឃើញបណ្ដុំនៃភាពងាយស្រួលគិតមិនឲ្យជាប់គាំងពេកយើងអាចរកឃើញគំនិតល្អប៉ុន្តែប្រភេទនៃការគិតដែលយើងកំពុងតែនិយាយនេះគឺយើងគិតនៅក្នុងអ្វីដែលចម្រុងចម្រើនគិតបែបស្ថាបនាគិតបែបរីកចម្រើនការបង្កើតសាច់ដុំគឺវាទាមទារនៅការធ្វើជាប់ប្រចាំនិងការឈឺចាប់ដែរនិងការនឿយហត់ខ្លះដែរហើយត្បិតថាការបង្កើនកោសិកាសាច់ដុំនេះតាមរយៈការលើកទម្ងន់ដែរម្ដងអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺការបង្កើនសាច់ដុំវាមិនបានបង្កឲ្យមានការឈឺចាប់ទេនៅពេលដែលយើងកំពុងធ្វើវាការឈឺចាប់គឺជាលទ្ធផលនៃពេលក្រោយទៅតើនៅពេលដែលសាច់ដុំកើនឡើងទៅតាមការហាត់ប្រាណនិងចាប់ផ្ដើមបង្កើតសាច់ដុំកាន់តែរឹងមាំនៅក្នុងករណីនេះការហាត់ប្រាណបាននិយាយថាគ្មានការឈឺចាប់ណាដែលគ្មានលទ្ធផលឡើយការហាត់ប្រាណខួរក្បាលរបស់អ្នកគឺវាដូចគ្នាទៅនឹងការហាត់ប្រាណសាច់ដុំក៏យ៉ាងដូច្នោះដែរការឈឺចាប់នៃការហាត់ប្រាណខួរក្បាលរបស់អ្នកគឺវាចូលនៅក្នុងទម្រង់នៃការបង្ខំឲ្យគិតនៅក្នុងវិធីដែលមិនងាយស្រួលទេដើម្បីហាត់ប្រាណខួរក្បាលរបស់អ្នកនិងបង្ខំឲ្យវាគិតវាមានកត្តាពីរដែលអ្នកត្រូវធ្វើជាប់ជាប្រចាំដើម្បីទទួលបាននូវភាពជោគជ័យកត្តាមួយគឺបន្តបង្កើនព័ត៌មានថ្មីដែលខួរក្បាលរបស់អ្នកដំណើរការព័ត៌មានថ្មីគឺបានមកពីការស្ដាប់និងការសង្កេតវាក៏បានផងដែរពីការអានម្ល៉េះហើយជំហានទី1នៃការហាត់ប្រាណខួរក្បាលគឺអ្នកត្រូវចំណាយពេលបន្តិចនៅក្នុងមួយថ្ងៃស្វែងរកព័ត៌មានថ្មីតាមរយៈការអានអត្ថបទល្អអត្ថបទស្ថាបនាសៀវភៅល្អស្ដាប់អ្វីដែលល្អដែលបង្កើនចំណេះដឹងនិងគុណភាពចឹងហើយបានជាគេថាគ្រប់ទីកន្លែងគឺយើងអាចរៀនសូត្រយើងអាចអភិវឌ្ឍខ្លួនបានគោលបំណងទី2នៅក្នុងការហាត់ប្រាណខួរក្បាលរាប់ថាជាដំណើរការនៃការគ្រប់គ្រងព័ត៌មានថ្មីដែលទទួលបានហើយអនុវត្តវានៅក្នុងជីវិតអ្នករឿងនេះគឺវាកើតឡើងនៅពេលអ្នកគិតគ្រប់យ៉ាងដែលអ្នកបានរៀនហើយបង្ខំឲ្យខ្លួនឯងប្រើព័ត៌មានទាំងអស់នោះដើម្បីកំណត់គោលដៅដែលញ៉ាំងឲ្យអ្នកចាក់ចេញពីតំបន់សុខស្រួលរបស់អ្នកហើយធ្វើសកម្មភាពថ្មីដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងវិធីដែលអ្នករស់នៅដោយសារព័ត៌មានថ្ងៃនេះគឺវាស្ថិតនៅក្នុងដៃយើងមនុស្សភាគច្រើនជឿថាពួកគេរងទុក្ខពីព័ត៌មានច្រើនជ្រុលពួកគេមានព័ត៌មានច្រើនជាងពួកគេអាចប្រើអស់ទៅទៀតហើយពួកគេវិនិយោគពេលវេលានិងកិច្ចខិតខំប្រឹងប្រែងច្រើនបន្តិចគិតអំពីដំណើរការនៃការអនុវត្តអ្វីដែលពួកគេបានសន្សំនៅក្នុងជីវិតសម្រាប់មូលហេតុនេះយើងត្រូវការជំហាន2នៅក្នុងកម្មវិធីហាត់ប្រាណខួរក្បាលរបស់យើងចំណាយពេលនៅស្ងប់ស្ងាត់ម្នាក់ឯងដើម្បីគោលដៅនៃការគិតនិងការធ្វើសមាធិវាគឺជាកំឡុងពេលដែលយើងនៅភាពស្ងប់ស្ងាត់នេះដែលយើងគួរតែផ្ដោតទៅលើគំនិតថ្មីវិធីចាប់ផ្ដើមដ៏មានប្រសិទ្ធភាពគឺយើងអាចរៀនចំណាយពេលនៅស្ងប់ស្ងាត់ដើម្បីគិតអំពីគោលបំណងនៃការគិតនិងការធ្វើសមាធិវាគឺជាកំឡុងពេលនៃភាពស្ងប់ស្ងាត់នេះឯងដែលអ្នកគួរតែផ្ដោតទៅលើគំនិតថ្មីក៏ដូចជាគំនិតច្នៃប្រឌិតនិងដំណោះស្រាយចំពោះបញ្ហាដែលអ្នកអាចជួបប្រទះចំណាយពេលដើម្បីស្រមៃច្បាស់លាស់អំពីរូបភាពនិងលទ្ធផលនៅក្នុងចិត្តដែលអ្នកចង់បាននៅគ្រប់ទិដ្ឋភាពនៅក្នុងជីវិតរបស់អ្នកផ្លូវកាយនិងផ្លូវចិត្តគឺវាត្រូវដើរទន្ទឹមគ្នាក្រៅតែពីការបង្វឹកហាត់ផ្លូវចិត្តផ្លូវកាយក៏ជារឿងសំខាន់ដូចគ្នាដែរសុខភាពគឺជារឿងសំខាន់ការមិនមានរោគគឺជាលាភដ៏ប្រសើរការយកចិត្តទុកដាក់ទៅលើរាងកាយរាប់ថាជាជម្រើសហើយបើអ្នកជ្រើសរើសយកចិត្តទុកដាក់ទៅលើរាងកាយរបស់អ្នកធ្វើឲ្យវាមានសុខភាពល្អអ្នកក៏នឹងក្នុងតំណែងដ៏ល្អ
ដើម្បីបង្កើនសក្តានុពលភាពរបស់ខ្លួននិងភាពជោគជ័យរបស់អ្នកជាអតិបរមាមនុស្សដែលរកលុយបាន$1 លានហើយបំផ្លាញសុខភាពរបស់ពួកគេនៅពេលដែលកំពុងរកលុយពុំមែនជោគជ័យឡើយទីបំផុតគេនឹងចំណាយច្រើនជាងនោះដើម្បីមើលជំងឺមនុស្សជាច្រើនបានបោះបង់ចោលនៅសុខភាពរបស់ខ្លួនដើម្បីទទួលបាននូវទ្រព្យសម្បត្តិនៅពេលដែលយើងនៅក្មេងកម្លាំងបលាំងមមមួនយើងតែងតែមិនសូវឲ្យតម្លៃទៅលើសុខភាពដ៏ល្អរបស់យើងហើយជឿថាយើងនឹងមិនបានមានជំងឺឬក៏របួសឬក៏មេរោគអីទេនៅពេលដែលមនុស្សភាគច្រើនគិតពីជោគជ័យពួកគេគិតតែពីរកលុយនិងអ្វីដែលលុយអាចទិញបានលុយអាចទិញបានក្រេតែมันអាចទិញបានតំណែងលុយអាចទិញនាឡិកាតែมันអាចទិញម៉ោងពេលលុយអាចទិញផ្ទះប៉ុន្តែมันអាចទិញភាពកក់ក្ដៅនៅក្នុងផ្ទះទេលុយអាចទិញភាពរីករាយខ្លះប៉ុន្តែពុំមែនជាសេចក្តីសុខយូរអង្វែងលុយនឹងមិនអាចទិញសុខភាពឲ្យអ្នកបានទេប៉ុន្តែតើសុខភាពវាសំខាន់ខ្លាំងប៉ុណ្ណានៅក្នុងជីវិតអ្នកតែអ្នកនឹងវិនិយោគជាមួយនឹងមនុស្សដែលមានជំងឺរ៉ាំរ៉ៃនិងរបួសយ៉ាងម៉េចនឹងកើតទៅចម្លើយរបស់អ្នកនោះគឺមិនអាចទេដូច្នេះហើយចូលរៀនឲ្យតម្លៃទៅលើសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកជាអាទិភាពជាចម្បងបំផុតដូច្នេះហើយបានជាព្រឹទ្ធាចារ្យ Ziegler កថាមនុស្សដែលផ្ដល់អាទិភាពផ្ដល់គុណតម្លៃទៅលើសុខភាពទាំងផ្លូវកាយទាំងផ្លូវចិត្តគឺជាអ្នកឈ្នះដ៏ពិតប្រាកដនៅក្នុងជីវិតការយកចិត្តទុកដាក់ជាប្រចាំទៅលើលក្ខខណ្ឌផ្នែកចិត្តវិញ្ញាណផ្លូវចិត្តនិងផ្លូវកាយនៃជីវិតរបស់យើងវាក៏នឹងផ្ដល់លទ្ធផលដ៏ធំធេងបំផុតអ្នកក៏នឹងមានការជឿជាក់ខ្ពស់អ្នកក៏នឹងមានសន្តិភាពជាមួយខ្លួនឯងនិងអ្នកដទៃអ្នកក៏នឹងមានធម៌ពលដោយគ្មានដែនកំណត់ដើម្បីប្រឈមទៅនឹងបញ្ហានៃជីវិតហើយយកឈ្នះវាជាមួយគ្រប់យ៉ាងដែលអ្នកបានមកវាយប្រហារអ្នកវាមិនចម្លែកទេដែលអ្នកនឹងមានសិទ្ធិនៅក្នុងការរៀបចំដំណើរជីវិតដ៏ពិតប្រាកដសម្រាប់គោលដៅដ៏មហិមានាពេលខាងមុខលោកតាបងប្រុសស្ទ័របានផ្ដល់អនុសាសន៍ថាគ្មានអ្វីមួយដែលអាចជំនួសបទពិសោធន៍ទេហើយមានវិធី2យ៉ាងដែលយើងអាចទទួលបានបទពិសោធន៍យ៉ាងទី1គឺចេញទៅក្រៅហើយធ្វើគ្រប់យ៉ាងយ៉ាងទី2គឺរៀនពីបទពិសោធន៍របស់អ្នកដទៃវាអាចមានការលះបង់ច្រើនបន្តិចនៅក្នុងការរៀនពីកំហុសរបស់អ្នកដទៃហើយភាពជោគជ័យរបស់យើងគឺសិតតែត្រូវការការណែនាំជ្រឿយៗហើយវាគឺជាបច្ច័យដ៏សំខាន់ដែលបើកចិត្តរបស់អ្នកឲ្យទូលាយនៅក្នុងការស្ដាប់គំនិតយោបល់សិក្សាពីជីវិតរបស់អ្នកដទៃដែរដូចជា Kevin Baker ដែលគាត់បាននិយាយថានៅពេលដែលយើងមានអារម្មណ៍ច្បាស់លាស់ពីជំហររបស់យើងហើយយើងមានអារម្មណ៍ថាយើងមិនត្រូវការណែនាំពីនរណាទាំងអស់នោះគឺជាពេលដែលយើងត្រូវការដំបូន្មានដ៏ខ្លាំងក្លាបំផុតនឹងឯងដូច្នេះហើយនៅពេលដែលយើងបើកចិត្តនៅក្នុងការរៀនពីបទពិសោធន៍អ្នកដទៃស្ដាប់មតិយោបល់អ្នកដទៃបើយើងចង់ធ្វើអ្វីយើងគួរទៅនៅចិត្តមនុស្សដែលកំពុងតែធ្វើផ្នែកនោះបានល្អបំផុតដើម្បីរៀនដើម្បីសិក្សាពីគេលោកតាជីមរុនក៏និយាយថាមនុស្សម្នាក់គួរតែមានគ្រូបង្វឹកយ៉ាងហោចណាស់6នាក់ជ្រើសរើសលក្ខណៈសម្បត្តិរបស់ពួកគេហើយអនុវត្តវានៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកសាងគុណសម្បត្តិដទៃទៀតហើយប្រើវាដើម្បីជួយអ្នកក្លាយទៅជាបុគ្គលល្អម្នាក់អ្វីដែលអ្នកមិនចង់ធ្វើគឺទទួលយកដំបូន្មានពីនរណាម្នាក់ដែលហាក់ដូចជាមិនមានលក្ខណៈសម្បត្តិមួយក្នុងចំណោម7នៅក្នុងចំណោម7លើ10 8លើ10ឬក៏អ្វីដែលយើងធ្លាប់បានសិក្សាមកយ៉ាងណាមិញកុំស្វែងរកនរណាម្នាក់ដែលនឹងប្រាប់អ្នកពីអ្វីដែលអ្នកចង់ឮស្វែងរកមនុស្សដែលនឹងចែករំលែកពីកតេបណ្ឌិតរបស់ពួកគេជាមួយអ្នកដ៏ពិតប្រាកដដោយសារតែពួកគេចង់ឲ្យអ្នកទទួលបានជោគជ័យដូចជាពួកគេអញ្ចឹងដែរត្រូវយល់ព្រមស្វែងរកដំបូន្មានដែលអ្នកត្រូវការដើម្បីជួយអ្នកក្លាយទៅជាមនុស្សឯកទេសនៅក្នុងជំនាញវិជ្ជាជីវៈរបស់អ្នកដែលអ្នកអាចទទួលបាននៅក្នុងជីវិតរបស់អ្នកគ្មាននរណាម្នាក់មានគ្រប់ព័ត៌មានឬជំនាញដែលពួកគេត្រូវការដើម្បីបង្កើនសក្តានុពលរបស់ពួកគេជាអតិបរមាទេយើងសិតតែត្រូវការជំនួយនិងដំបូន្មានពីអ្នកដទៃទៅតាមវិធីខ្លះតាមពិតអ្នកពិបាកនៅក្នុងការគិតពីអ្វីមួយដែលមានតែអ្នកមិនពាក់ព័ន្ធទៅនឹងការជួយពីអ្នកដទៃតែអ្នកមានការងារមួយនរណាម្នាក់ជ្រើសរើសអ្នកបើអ្នកបើករថយន្តនរណាម្នាក់ប្រហែលជាបង្កើតកម្ចីទិញរថយន្តឲ្យអ្នកដើម្បីបណ្ដាក់ទុនវាបើអ្នកមានផ្ទះនរណាម្នាក់បានផ្ដល់អ្នកនូវប្រាក់កម្ចីដើម្បីទិញផ្ទះបើអ្នកមានប្រពន្ធដ៏ស្រស់ស្អាតភានាងត្រូវតែយល់ព្រមធ្វើជាដៃគូជីវិត100ឆ្នាំរបស់អ្នកខ្ញុំគិតថាអ្នកបានយល់ហើយយើងសិតតែត្រូវការសហការនិងជំនួយពីអ្នកដទៃហើយដំបូន្មានដ៏ល្អគឺជាផ្នែកមួយដ៏សំខាន់នៃជំនួយដែលយើងកំពុងតែនិយាយហ្នឹងបើអ្នកចង់ធ្វើអ្វីដែលអ្នកចង់ធ្វើ
ចូលទទួលយកដ៏មានបំពល់មានល្អពីមនុស្សល្អនៅពេលអ្នកធ្វើបែបនេះជាប្រចាំអ្នកក៏នឹងត្រៀមខ្លួនឯងដោយច្បាស់លាស់ដល់ត្រឹមត្រូវដើម្បីតាមដល់លើផ្លូវដ៏ត្រឹមត្រូវសម្រាប់ជីវិតរបស់អ្នកមិនខានត្បិតអីថាដើម្បីដឹកនាំជីវិតល្អអ្នកត្រូវតែមានស្តង់ដារមួយសម្រាប់ខ្លួនឯងស្តង់ដារជីវិតបែបណាដែលអ្នកចង់បានបើទោះបីជាមានលក្ខខណ្ឌនៅក្នុងជីវិតរបស់មនុស្សគ្រប់រូបដែលត្រូវពង្រឹងនិងដាក់វិន័យជាប្រចាំបើអ្នកចង់បានសិទ្ធិនៅក្នុងការរំពឹងពីភាពល្អប្រសើរលក្ខខណ្ឌទី1គឺថាផ្លូវចិត្តគំនិតនិងការអនុវត្តមានន័យថាផ្លូវកាយនិងផ្លូវចិត្តនិងផ្លូវគំនិតអីទាំងអស់នោះលក្ខខណ្ឌនីមួយៗគឺវាបែងចែកដាច់ពីគ្នាប៉ុន្តែវាធ្វើការត្របាញ់បញ្ចូលគ្នាដើម្បីបង្កើតបានជាមនុស្សបើលក្ខខណ្ឌណាមួយនៅក្នុងចំណោមនេះត្រូវធ្វើប្រហែសនៅក្នុងការធ្វើផែនការនិងត្រៀមខ្លួនសិទ្ធិនៅក្នុងការរំពឹងពីភាពល្អប្រសើរគឺវាកាន់តែតិចទៅមិនខានអ្នកអាចនឹងមិនចាប់អារម្មណ៍ប៉ុន្តែអ្នកនិពន្ធ Ryan Holiday ក៏និយាយថាផ្នត់គំនិតបិទចិត្តមួយចំនួនវាបំផ្លាញអ្វីដែលយើងស្រឡាញ់ហើយបន្តិចម្ដងវាបំផ្លាញសោភ័ណភាពនៃជីវិតដែរมันគួរឲ្យជឿទេថា Alexander Hamilton ដែលជួបទៅនឹងទីបញ្ចប់នៃជីវិតដ៏រន្ធត់ដែលមិនស័ក្តិសមបំផុតនៅក្នុងជីវិតរបស់គេគឺជាបុគ្គលម្នាក់ដែលមានកតេបណ្ឌិតគួរសមដែរវាអាចជារឿងល្អប្រសិនបើគេគិតទៅដល់ពាក្យណែនាំរបស់ខ្លួនឯងឲ្យមុនពេលដែលគេបាត់បង់ជីវិតដោយសារតែការប្រកួតប្រជែងដោយកំភ្លើងចូលប្រព្រឹត្តខ្លួនឲ្យបានរឹងមាំហើយមានកិត្តិយសគេសរសេរទៅកាន់មិត្តម្នាក់ដែលកំពុងតែពិបាកចិត្តរឿងវិបត្តិហិរញ្ញវត្ថុបើលោកមិនអាចរំពឹងដោយហេតុផលបានថាខ្លួនអាចដកខ្លួននៅពេលក្រោយបានទេសូមកុំរលចូលកាន់តែជ្រៅថែមទៀតចូលមានចិត្តក្លាហាននៅក្នុងការឈប់ដូចគ្នានេះដែរការឈប់គឺពុំមែនមានន័យថាអ្នកគួរតែបញ្ឈប់អ្វីសពយ៉ាងទេតែអ្នកប្រយុទ្ធគឺមិនដែលទទួលការចោះចាញ់ឬក៏អ្នកប្រដាល់មិនដឹងថាពេលណាគួរលើកទង់ជ័យសប៉ុណ្ណោះដែលខ្លួនត្រូវឈឺហើយឈឺចាប់យ៉ាងដំណំទៅទៀតអ្នកចាំបាច់ត្រូវតែមើលរូបភាពនេះឲ្យស៊ីជម្រៅប៉ុន្តែនៅពេលដែលផ្នត់គំនិតមួយវាបិទយើងចិត្តឈឹងមិនឲ្យយើងគិតទៅរកផ្លូវដែលល្អយើងក៏នឹងយល់ថាអ្នកបរាជ័យហើយបរាជ័យនោះគឺជាកំហុសរឿងអាក្រក់គឺវាអាចកើតឡើងដោយគ្មានហេតុផលទេនៅក្នុងពេលខ្លះថែមទាំងកើតឡើងនៅក្នុងទីសាធារណៈទៅទៀតវាមិនមែនជារឿងដែលគួររីករាយណាស់ណាទេសំណួរយ៉ាងត្រង់ភ្លឹងនោះគឺថាតើអ្នកនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ជាងមុនទេឬអ្នកអាចពុះពៀបានយ៉ាងល្អព្រមជាមួយនឹងអត្តសញ្ញាណរបស់អ្នកដែលរក្សាសភាពដើមយ៉ាងពេញលេញតើអ្នកមានជីវិតរស់នៅដើម្បីតស៊ូជាមួយនឹងថ្ងៃអនាគតឬក៏យ៉ាងណានៅពេលដែលក្រុមកីឡាមួយមើលទំនងដូចនឹងចាញ់ប្រៀបហើយទំនងនឹងចាញ់នៅក្នុងការប្រកួតគ្រូបង្វឹកនឹងមិនហៅកីឡាករជុំគ្នាហើយនិយាយពាក្យកុហកឡើយតែគ្រូបង្វឹកក៏នឹងដាស់តឿនថាពួកគេជាអ្នកណាហើយអាចធ្វើអ្វីបានខ្លះហើយក៏នឹងបង្កើតកម្លាំងបញ្យុចិត្តឲ្យពួកគេចូលនៅក្នុងទីលានធ្វើដូច្នេះតទៀតនៅពេលដែលពួកគេឈប់គិតពីរឿងជ័យជំនះឬក៏អភិនិហាទាំងឡាយក្រុមល្អក៏នឹងព្យាយាមយ៉ាងអស់ពីសមត្ថភាពនៅក្នុងការប្រកួតដោយកម្លាំងដ៏ខ្ពស់ព្រមទាំងអាចបើកឱកាសឲ្យកីឡាករដែលមិនធ្លាប់មានឱកាសចូលលេងបានលេងទៀតផងជួនកាលគេក៏អាចបដូរស្ថានភាពពីចាញ់មកឈ្នះវិញក៏មានដែរដូចជាយើងធ្លាប់ឃើញជាញឹកញាប់ហើយតាមរយៈកីឡាករបាល់ទាត់អីជាដើមភាគច្រើននៃបញ្ហាគឺវាគ្រាន់តែជារឿងបណ្ដោះអាសន្នលើកលែងតែអ្នកធ្វើវាឲ្យទៅជាបែបនោះរីឯការក្រោកឈរជាថ្មីក៏ពុំមែនជារឿងធំដុំអីដែរទេតែវាគឺជាការឈានម្ដងមួយជំហានលើកលែងតែក្នុងករណីដែលស្វែងរកដំណោះស្រាយរបស់អ្នកคล้ายទៅជាការបង្កើតបញ្ហាមកឲ្យអ្នកដែលខ្លួនឯងមានតែអ្នកខ្លួនឯងតែតើដែលគិតថាវាគឺជាភាពអាម៉ាស់វាគឺជារឿងអាក្រក់អីនោះប្រវត្តិសាស្ត្រគឺពោពេញទៅដោយមនុស្សដែលត្រូវប្រឈមមុខទៅនឹងភាពលំបាកលំបិនការតស៊ូព្យាយាមសវ៉ាសន្តិញគួរឲ្យអាប់អោនដល់រន្ធត់តែពួកគេនៅតែងើបមកវិញជាមួយនឹងអាជីពដ៏យូរអង្វែងនិងគួរឲ្យភ្ញាក់ផ្អើលមិនថាអ្នកនយោបាយដែលចាញ់ឬក៏ត្រូវបានគេដកហូតចេញពីតំណែងព្រោះតែអរិយាប័ត្រគេទេពួកគេបែរជាអាចវិលមកដឹកនាំវិញបានម្ដងហើយម្ដងទៀតនៅពេលក្រោយដូចជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីបច្ចុប្បន្នគឺលោកអានវ៉ាអ៊ីប្រាហ៊ីមអញ្ចឹងពីមុនគាត់គឺជាមេបកប្រឆាំងហើយត្រូវបានបកកណ្ដាលអំណាចចាប់ដាក់គុកក្រោយពេញពីគុកគាត់ក៏បានកសាងកេរ្តិ៍ឈ្មោះសាសថ្មីហើយបច្ចុប្បន្នគាត់គឺជានាយករដ្ឋមន្ត្រីអ្នកនិពន្ធដែលមានអាការៈផ្លូវចិត្តមិនសូវល្អរហូតដល់ផលិតស្នាដៃមិនបានបុគ្គលល្បីឈ្មោះដែលប្រព្រឹត្តរឿងមិនគប្បីឪពុកម្ដាយដែលធ្វើខុស
សហគ្រិនដែលរកស៊ីខ្សែធនអ្នកគ្រប់គ្រងដែលត្រូវទម្លាក់ពីតំណែងកីឡាករដែលមិនជាប់ឈ្មោះសម្រាប់ចូលប្រកួតឬអ្នកដែលប្រើជីវិតយ៉ាងខ្ជះខ្ជាយនៅពេលដែលទីផ្សារហ៊ុនមានតម្លៃខ្ពស់បុគ្គលទាំងអស់នេះសិតតែទទួលរងពីការឈឺចាប់សិតតែប៉ល់អារម្មណ៍ពីការឈឺចាប់របស់បរាជ័យដោយដែលយើងទាំងអស់គ្នាអញ្ចឹងក៏ប៉ុន្តែនៅពេលដែលបរាជ័យមនុស្សយើងគឺរមែងមានជម្រើសមាន option ណាយើងអាចជ្រើសរើសថាតើត្រូវធ្វើវាคล้ายទៅជាស្ថានភាពដែលគ្រប់ភាគីត្រូវបាត់បង់ផលប្រយោជន៍ឬក៏យើងព្រមចោះចាញ់ហើយត្រឡប់មកឈ្នះនៅពេលក្រោយមនុស្សយើងមកជាត្រូវឈ្នះចាញ់នៅក្នុងជីវិតនេះគឺជាសច្ចៈមួយពេលចាំបាច់ត្រូវតែពន្យាពេលនៃការបាត់បង់ជីវិតនៅក្នុងខណៈពេលណាមួយនោះគឺជាអ្វីដែលរមែងតែងតែកើតឡើងជាប្រចាំនឹងឯងទោះជាយ៉ាងណាផ្នត់គំនិតវារមែងប្រាប់យើងថាការគិតខុសដូច្នេះឯងដែលនាំទៅរកបញ្ហាផ្សេងព្រោះផ្នត់គំនិតយើងខ្លួនឯងគឺប្រឈមជាមួយនឹងបរាជ័យក៏ដូចជាកត្តាឧបសគ្គផ្សេងដោយមានអ្នកបំពានច្បាប់មិនថាជាការដាក់ដើមភ្នាល់ឲ្យអស់ពីខ្លួនឬក៏ផែនការអ្វីណាមួយទេកិច្ចខិតខំប្រឹងប្រែងរបស់យើងនៅក្នុងផ្លូវខុសវាមិននាំទៅរកប្រសើរទេតែបើខំប្រឹងប្រែងទៅរកផ្លូវប្រសើរទើបវានាំយើងទៅរកភាពប្រសើរមានគ្រាណាមួយនៃជីវិតយើងអាចកំពុងតែបដិញ្ញាចិត្តថានឹងជោគជ័យឬត្រូវប្រឈមទៅនឹងបរាជ័យតែពេលនេះយើងកំពុងតែបរាជ័យបើយើងប្រើសតិសម្បជញ្ញៈសតិបញ្ញាយើងក៏អាចស្វែងយល់ថាស្ថានភាពទាំងអស់នេះសិតតែជារឿងបណ្ដោះអាសន្ននិងមិនឆ្លុះបញ្ចាំងពីគុណតម្លៃពិតរបស់យើងនៅក្នុងឋានៈជាមនុស្សឡើយដូច្នេះនៅពេលដែលជោគជ័យចាប់ផ្ដើមរបូតពីដៃមិនថាដោយហេតុផលអ្វីអ្នកមិនត្រូវឆ្លើយតបដោយខំប្រឹងក្តាប់វាឲ្យណែនរហូតដល់បែកខ្ទេចឡើយអ្នកចាំបាច់ត្រូវទៅយល់ថាអ្នកគួរតែនាំខ្លួនឯងងាកទៅរកការបដិញ្ញាចិត្តសាជាថ្មីនិងងាកទៅរកគោលការណ៍គ្រឹះនិងអនុវត្តឲ្យបានល្អបំផុតសេនាធិការម្នាក់ធ្លាប់និយាយថាមនុស្សខ្លាចស្លាប់នឹងមិនអាចធ្វើអ្វីដែលមានតម្លៃទៅដល់ជីវិតឡើយយើងអាចកែសម្រួលប្រយោគនេះបន្តិចហើយនិយាយថាអ្នកដែលសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីគេចពីបរាជ័យគេមកជាសុខចិត្តធ្វើអ្វីម្យ៉ាងដដែលស័ក្តិសមនឹងបរាជ័យជាក់ជាមិនខានបរាជ័យតាមពិតទៅគឺមានតែការបោះបង់គោលការណ៍របស់ខ្លួនឯងប៉ុណ្ណោះគឺការបំផ្លាញអ្វីដែលខ្លួនឯងស្រឡាញ់ដោយសារតែមិនអាចទ្រាំនៅបែកពីវាចាត់ទុកថាជារឿងអាត្មានិយមបើគេឈ្មោះរបស់អ្នកមិនអាចទ្រាំទៅនឹងប៉ាការប៉ះទង្គិចអ្វីបានតតែសោះវាក៏មិនស័ក្តិសមទៅនឹងតម្លៃតាំងពីដំបូងទីមកដែរដូច្នេះហើយត្រូវវាយតម្លៃខ្លួនឯងសន្សំពិន្ទុសន្សំ credit ឲ្យខ្លួនឯងបន្តិចម្ដងទៅអតីតអធិរាជរ៉ូម៉ាំងដ៏ល្បី Marcus Aurelius លោកបានមានប្រសាសន៍ថារឿងដែលអាចបំផ្លាញជីវិតអ្នកបានលុះត្រាតែអ្នកបំផ្លាញចរិតនិស្ស័យរបស់អ្នកបាននៅក្នុងន័យនេះលោកចង់បញ្យល់យើងថាបញ្ហានៅក្នុងជីវិតគឺកើតឡើងព្រោះតែយើងយកខ្លួនឯងទៅចងភ្ជាប់ជាមួយនឹងរឿងទាំងអស់នោះវាធ្វើឲ្យយើងព្រួយបារម្ភថាបរាជ័យផ្សេងដែលកើតឡើងដោយការបង្ហាញថាខ្លួនយើងមានចំណុចខ្សោយយើងខ្លាចនៅក្នុងទំនួលខុសត្រូវនិងមិនព្រមទទួលស្គាល់ថាខ្លួនឯងធ្វើខុសអាកប្បកិរិយាបែបនេះគេហៅថាជាការយល់ច្រឡំទៅលើរឿងខុសខាងទុនផលបន្តគឺមកតែពីយើងត្រូវបោះបង់ទ្រព្យសម្បត្តិនិងជីវិតដ៏ល្អរបស់ខ្លួនចោលបន្ទាប់ពីជួបនៅទុក្ខវិបត្តិហើយវាបញ្ចប់អ្វីឲ្យកាន់តែអាក្រក់ទៅនៅក្នុងជីវិតពេលខ្លះអ្នកអាចមានអារម្មណ៍ថាបាក់ទឹកចិត្តអ្នកអាចមានអារម្មណ៍ថាត្រូវគេក្បត់ឬក៏ត្រូវគេលួចស្នាដៃដែលគេខំធ្វើពេញមួយជីវិតអារម្មណ៍ទាំងអស់នេះវាសិតតែមិនមែនជាអារម្មណ៍ល្អឬក៏សមហេតុផលអីទេដែលនាំទៅរកទង្វើល្អនិងសមហេតុផលនោះក៏ប៉ុន្តែផ្នត់គំនិតយើងក៏សួរថាហេតុអីទើបរឿងបែបនេះវាបែរជាកាត់ឡើងចំពោះខ្ញុំតែខ្ញុំអាចផ្លាស់ប្ដូរស្ថានភាពដោយម្ដេចដើម្បីបង្ហាញឲ្យគេគ្រប់គ្នាឃើញថាខ្ញុំពូកែដូចអ្វីដែលខ្ញុំគិតនេះគឺជាការភ័យខ្លាចដែលវាកើតចេញពីសភាវគតិនៅពេលដែលសភាវគតិនៃភាពទន់ខ្សោយបង្ហាញខ្លួនចេញមកត្រឹមតែបន្តិចបន្តួចអ្នកអាចធ្លាប់ឃើញហេតុការណ៍បែបនេះរួចទៅហើយអ្នកធ្លាប់ប្រយុទ្ធតស៊ូយ៉ាងពេញទំហឹងរួចមកហើយដើម្បីចាត់វិធានការអ្វីម្យ៉ាងតែពេលខ្លះវាពុំមែននាំទៅរកភាពប្រសើរផ្ទុយទៅវិញវាកាន់តែនាំទៅរកភាពលំបាកទៅវិញយើងនឹងលើកករណីអំពី Steve Jobs ដើម្បីឲ្យអ្នកកាន់តែយល់អំពីចំណងជើងដែលយើងនិយាយនៅក្នុងថ្ងៃនេះ Steve Jobs គេមានចំណែក 100% នៅក្នុងការធ្វើឲ្យខ្លួនឯងត្រូវបានគេបណ្ដេញចេញពីក្រុមហ៊ុន Apple ជោគជ័យនៅពេលជាខាងក្រោយរបស់គេ
អាចធ្វើឲ្យការសម្រេចចិត្តបណ្តេញចេញពីក្រុមហ៊ុន Apple ដោយជាការចេញពីឋានៈដឹកនាំដែលមិនសូវល្អទៅតាមការពិតនៃពេលនោះ Steve Jobs គឺជាមនុស្សគ្រប់គ្រងការងារមិនកើតសោះគេមានអត្តាខ្ពស់ពេកគំនិតអាត្មានិយមពេកដែលធ្វើឲ្យលំបាកនៅក្នុងការចាត់ចែងការងារបើសិនបើអ្នកជា John Sculley ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple នៅពេលនោះអ្នកក៏នឹងអាចសម្រេចចិត្តបណ្តេញ Steve Jobs ចេញដូចគ្នានេះគឺជាទង្វើដែលធ្វើទៅវាកើតទៅជាប្រយោជន៍រីឯប្រតិកម្មរបស់ Steve Jobs នៅពេលដែលត្រូវបានគេបណ្តេញចេញនោះក៏រាប់ថាអាចយល់បានដែរគេស្រែកយំគេតស៊ូពេលចាញ់គេក៏លក់ភាគហ៊ុននិងក្រុមហ៊ុន Apple នៅក្នុងដៃស្ទើរតែទាំងអស់នៅសល់ត្រឹមតែបន្តិចបន្តួចព្រមទាំងស្បត់ថានឹងឈប់គិតទៅដល់ក្រុមហ៊ុននេះទៀតហើយបន្ទាប់មកគេក៏បានបង្កើតក្រុមហ៊ុនថ្មីហើយខិតខំប្រឹងប្រែងទៅលើក្រុមហ៊ុនដែលគេបង្កើតនោះគេព្យាយាមរៀនសូត្រឲ្យអស់ពីលទ្ធភាពទៅតាមកំហុសឆ្គងនៅក្នុងការគ្រប់គ្រងដែលជាមូលហេតុនៃការបរាជ័យនៅក្នុងអាជីពដំបូងរបស់ខ្លួនបន្ទាប់មកគេក៏បានបង្កើតក្រុមហ៊ុនថ្មីមួយទៀតដោយប្រើឈ្មោះថា Pixar Steve Jobs គឺជាមនុស្សដែលមានគំនិតខ្លួនឯងខ្ពស់ណាស់ដល់ថ្នាក់ចតរថយន្តនៅកន្លែងចតសម្រាប់ជនពិការឲ្យតែអាចចតទៅបានពលគឺអត់ខ្វល់ពីណាទេតែគេបែរជាមានប្រតិកម្មឆ្លើយតបចំពោះពេលវេលាសំខាន់បែបនេះយ៉ាងអស់ពីខ្លួនយ៉ាងគួរឲ្យចម្លែកឬយ៉ាងហោចណាស់ក៏ចាត់ទុកថាជាការដាក់ខ្លួនសម្រាប់នាយកប្រតិបត្តិដែលជឿទៅលើភាពអស្ចារ្យរបស់ខ្លួនគេខិតខំធ្វើការរហូតដល់អាចពិសោធន៍ខ្លួនឯងសាជាថ្មីព្រមទាំងកែប្រែនៅចំណុចខ្វះខាតផ្សេងៗដែលធ្វើឲ្យគេបរាជ័យយ៉ាងដំណំកាលពីគ្រាមុននោះឯងមានមិនច្រើនទេដែលបុគ្គលជោគជ័យមានអំណាចអាចធ្វើដូចជា Steve Jobs បែបនេះបានជាពិសេសក្រោយពេលដែលប្រឈមទៅនឹងបរាជ័យដ៏គួរឲ្យអាម៉ាស់យ៉ាងដូចនេះករណី Dove Cheney ដែលជាស្ថាបនិកក្រុមហ៊ុន American Apparel ចាត់ទុកថាជាឧទាហរណ៍ល្អមួយដែរបន្ទាប់ពីក្រុមហ៊ុននេះបានខាត់បង់ទឹកប្រាក់ប្រមាណជាជិត$500 លានហើយមានរឿងអាស្រូវជាច្រើនដែលស្ទើរតែខ្សែធនក្រុមហ៊ុនក៏ឲ្យគេជ្រើសរើសរវាងការលេឈប់ពីតំណែងជានាយកប្រតិបត្តិហើយមកទទួលតំណែងជាទីប្រឹក្សានៅក្នុងការកែច្នៃដោយមានប្រាក់ខែខ្ពស់ឬក៏ត្រូវបណ្តេញចេញចោលតែម្ដងគេមិនទទួលយកជំរើសទាំងពីរនេះសោះហើយក៏បានសម្រេចចិត្តយកអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតបន្ទាប់ពីប្តឹងប្រឆាំងតវ៉ាទៅនឹងក្រុមហ៊ុនគេក៏បានយកភាគហ៊ុនទាំងអស់ដែលខ្លួនមាននៅក្នុងក្រុមហ៊ុនមកធ្វើជាដើមដើម្បីរត់ការចូលកាន់កាប់ធុរកិច្ចដោយពឹងផ្អែកទៅលើមូលនិធិប្រភេទ hedge fund ព្រមទាំងប្តឹងឲ្យការកាត់ចម្រះក្តីតាក់ទិនទៅនឹងទង្វើខាងលើតែទោះជាយ៉ាងណា Charles ដោយនេះក៏នៅតែចាញ់ដដែលជីវិតឯកជនរបស់គេត្រូវបានចុះនៅក្នុងទំព័រសារព័ត៌មានភាពអាម៉ាស់នានាក៏បានលាតត្រដាងឡើងមេធាវីដែលគេជ្រើសរើសឲ្យការពីក្តីបណ្ដឹងទាំងឡាយចៃដន្យគឺជាមនុស្សដែលធ្លាប់ប្តឹងគេទៅដល់ 5-6 ដងហើយលើករណីបំពានផ្លូវភេទក៏ដូចជាអំពើទុច្ចរិតរឿងហិរញ្ញវត្ថុកាលពីមុននោះឆាណេធ្លាប់ចោទមេធាវីនេះថាព្យាយាមបំផ្លាញរូបគេរួចទៅហើយដោយអំណះអំណាងមិនពិតប៉ុន្តែពេលនេះពួកគេបែរជាចាប់ដៃគ្នាក្រុមហ៊ុន Apple Imperial ទាំងអស់នេះក៏បានត្រូវចំណេញប្រាក់ប្រមាណជា$10 លានទាំងដែលក្រុមហ៊ុនគ្មានប្រាក់ដើម្បីធ្វើឲ្យគេឈប់មករំខានក្រុមហ៊ុនចៅក្រមក៏បានចេញសេចក្តីសម្រេចរក្សាការពារក្រុមហ៊ុននៅក្នុងរដ្ឋចំនួនលក់នៅក្នុងក្រុមហ៊ុនក៏ធ្លាក់ចុះទីបញ្ចប់ក្រុមហ៊ុនក៏ត្រូវឈប់ជួលបុគ្គលិករោងចក្រក៏ដូចជាកម្មករចាស់ៗទាំងឡាយដែលសុទ្ធតែជាមនុស្សចំណិតរបស់ឆាណេកាលពីមុនដើម្បីឲ្យក្រុមហ៊ុនអាចមានដំណើរការធុរកិច្ចបន្តទៅមុខមួយឆ្នាំក្រោយមកក្រុមហ៊ុនក៏ខ្សែធនរីឯឆាណេក៏អស់រលីងពីខ្លួនតែម្ដងរឿងរ៉ាវរបស់ឆាណេនេះគឺវាស្រដៀងគ្នាទៅនឹងករណីមួយទៀតដែលមានឈ្មោះថា Alcibiades នេះគឺជារដ្ឋបរិះនិងជាឧត្តមសេនីយ៍អព្យុះនៅក្នុងសម័យក្រិកបុរាណនៅក្នុងសង្គ្រាម Peloponnesian គេបានប្រយុទ្ធលើកដំបូងដើម្បីមាតុភូមិដូចជាអាតែនដែលគេស្រឡាញ់បំផុតតែបន្ទាប់ពីត្រូវបណ្តេញចេញដោយសារតែបទឧក្រិដ្ឋកម្មដែលកើតពីការស្វឹងគេអាចថាគេធ្វើខុសពិតមែនក៏ថាបានក៏គេងាកទៅរស់ជាមួយនឹងពួកស្ប៉ាតាដែលជាសត្រូវរបស់អាតែនក្រោយពីនោះមកគេក៏ធ្វើរឿងជាមួយនឹងពួកស្ប៉ាតាហើយងាកទៅចោះចូលជាមួយនឹងពួកប៉ែកដែលជាសត្រូវស៊ីសាច់ហុតឈាមរបស់អាតែននិងស្ប៉ាតានៅទីបំផុតគេក៏ត្រូវបានកោះហៅឲ្យត្រឡប់មកអាតែនវិញតែក្រោយមកផែនការមហិច្ឆតារបស់គេនៅក្នុងការឈ្លានពានទៅលើស៊ីលីលីក៏ធ្វើឲ្យប្រជាជនអាតែនសត្រូវធ្លាក់ចូលនៅក្នុងសេចក្តីវិនាសនេះគឺជាទឹកតាំងដែលបង្ហាញថាគំនិតអាត្មានិយមដ៏ក្រោះក្រែរបស់ខ្លួនឯងគឺបំផ្លាញខ្លួនឯងយ៉ាងគ្មានសល់គូតខោ
Mm.